OA1K Sky Rider 2 គឺជាយន្តហោះវាយប្រហារធុនស្រាលនិងស៊ើបការសម្ងាត់ចំនួនថ្មីរបស់កងទ័ពអាកាសសហរដ្ឋអាមេរិកដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់កងកម្លាំងប្រតិបត្តិការពិសេសអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺវាត្រូវបានកែច្នៃនិងអភិវឌ្ឍឡើងចេញពីយន្តហោះបាញ់ថ្នាំកសិកម្មនិងបលូតអគ្គីភ័យប្រភេទ Air Tractor AT802 ក្រុមហ៊ុនផលិតសហការគ្នារវាងក្រុមហ៊ុន Air Tractor ផលិតតួខ្លួនយន្តហោះនៅរដ្ឋ Texas និងក្រុមហ៊ុន L3 Harris បំពាក់ប្រព័ន្ធអាវុធគ្រឿងក្រោះនិងប្រព័ន្ធអេឡិចត្រូនិកនៅរដ្ឋ Oklahoma ឈ្មោះ Sky Rider 2 កាលពីដំបូងឡើយវាមានឈ្មោះថា Sky Warden ប៉ុន្តែនៅចុងឆ្នាំ2022យោធាអាមេរិកបានផ្ដល់កូដផ្លូវការថា OA1K រហូតដល់ដើមឆ្នាំ2025កងទ័ពអាកាសទើបតែបានប្រកាសដាក់ឈ្មោះជាផ្លូវការថា Sky Rider 2 ដើម្បីជាការផ្ដល់កិត្តិយសដល់យន្តហោះស្លាបចក្រចាស់ដ៏ល្បីល្បាញគឺ Douglas A1 Sky Rider កាលពីសម័យសង្គ្រាមវៀតណាមបេសកកម្មចម្បងការផ្ដល់ការគាំទ្រវាយប្រហារពីលើអាកាសក្នុងចម្ងាយជិតវាយប្រហារគោលដៅច្បាស់និងការដើរល្បាតស៊ើបការនៅក្នុងតំបន់ដែលមានទំនាស់កម្រិតស្រាលឬការប្រឆាំងក្រុមភេរវករវាត្រូវបានយកមកជំនួសយន្តហោះស៊ើបការគ្មានអាវុធប្រភេទ U-28A Chaco ចំណុចពិសេសការចុះចតលើផ្លូវលំបាកវាប្រើប្រាស់កង់ដែលអនុញ្ញាតឲ្យវាអាចហោះឡើងនិងចុះចតលើផ្លូវដីហុយផ្លូវគ្រួសឬផ្លូវលំដាច់ស្រយាលយ៉ាងងាយស្រួលភាពបត់បែននិងការដឹកជញ្ជូនយន្តហោះនេះអាចដំឡើងឬរុះរើគ្រឿងបង្គុំចេញពីគ្នាក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះដើម្បីញាត់បញ្ចូលទៅក្នុងយន្តហោះដឹកជញ្ជូនយោធាធុនធ្ងន់ប្រភេទ C-17 Glombe Master រួចដឹកទៅកាន់សមរភូមិណាមួយរួចដំឡើងហោះហើរវិញភ្លាមសន្សំសំចៃខ្ពស់ថ្លៃដើមផលិតនិងថ្លៃហោះហើរប្រចាំម៉ោងរបស់វាគឺថោកជាងយន្តហោះចម្បាំងកម្រិតខ្ពស់ដូចជា F-35 ឬ A-10 Warthog ឆ្ងាយណាស់ដែលធ្វើឲ្យវាមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ក្នុងសង្គ្រាមបែបសាមញ្ញបច្ចុប្បន្នយន្តហោះ OA1K នេះកំពុងស្ថិតក្នុងដំណាក់កាលផលិតនិងប្រគល់ជូនកងទ័ពអាកាសអាមេរិកជាបណ្ដាក្រោមទំហំកិច្ចសន្យាប្រមាណ$3 billionសម្រាប់យន្តហោះចំនួន75គ្រឿងយន្តហោះនេះមិនសូវមានតម្លៃថ្លៃប៉ុន្មានទេចំពោះតម្លៃប្រតិបត្តិការក៏ដូចជាការថែទាំមិនដូចទៅនឹងយន្តហោះចំនួនថ្មីមួយចំនួននោះឡើយប្រសិនបើកម្ពុជាយើងពិចារណាក្នុងការទិញវាដើម្បីមកពង្រឹងកម្លាំងសមត្ថភាពដែនអាកាសរបស់យើងតើបងប្អូនយល់យ៉ាងណាដែរកុំភ្លេច comment នៅខាងក្រោមវីដេអូ